ថ្ងៃនេះខ្ញុំមានតិចនិចថ្មីបងប្អូននៅក្នុងការឆាដើមខាត់ណាជាមួយនឹងសាច់គោឲ្យមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូននិយាយថាឆ្ងាញ់គ្រប់មាត់ទាំងបន្លែទាំងសាច់តែម្ដងបងប្អូនចាជាដំបូងនេះខ្ញុំមានសាច់គោនេះខ្ញុំធ្វើការលាងសម្អាតវាស្អាតចឹងទៅហើយក៏មានដើមខាត់ណាជាមួយនឹងស្លឹកខ្ទឹមផងដែរខ្ញុំធ្វើការលាងសម្អាតហើយនឹងខ្ញុំធ្វើការហាន់ផ្នែកធាងជាមួយនឹងដើមចូលគ្នាជាមួយនឹងផ្នែកស្លឹកដាក់ផ្សេងចឹងណាបងប្អូនហើយបន្តមកទៀតខ្ញុំធ្វើការលាយគ្រឿងមានប្រេងខ្យងទឹកស៊ីអ៊ីវហើយជាមួយនឹងអំបិលអីចឹងណាបងប្អូនហើយបន្ទាប់មកនឹងខ្ញុំដាក់ជាមួយនឹងទឹកត្រីបន្តិចផងដែរបងប្អូនពីព្រោះគ្រឿងនេះខ្ញុំដាក់មួយមុខបន្តិចទេបងប្អូនហើយម្សៅស៊ុបបន្តិចជាមួយនឹងស្ករសបន្តិចផងដែរហើយបន្ទាប់មកនឹងខ្ញុំលាយជាមួយនឹងទឹកក្តៅ2កូនវែកប្រហែលជាលើសកន្លះចានចង្កឹះបន្តិចចឹងណាបងប្អូនខ្ញុំធ្វើការកូរវាសប់អាហ្នឹងខ្ញុំទុកម្ល៉េះបន្ទាប់មកត្រង់នេះនឹងខ្ញុំដាំទឹកពុះចោលបងប្អូនខ្ញុំបន្ថែមជាមួយនឹងប្រេងបន្តិចបងប្អូនដើម្បីស្រស់ខាត់ណាទៅឲ្យមានពណ៌ស្អាតបងប្អូនខ្ញុំដាក់ដើមហើយនឹងធាងចូលមុនអញ្ចឹងណាបងប្អូនហើយយើងទុកវាមើលទៅចង់ពុះចាំដាក់ស្លឹកចូលបងប្អូនចាបន្ទាប់មកយើងជ្រុំបន្តិចបងប្អូនចាយើងជ្រុំវាឲ្យសព្វល្អអញ្ចឹងណាបងប្អូនយើងធ្វើការលើកឡើងតែម្ដងបងប្អូនអត់ទុកយូរទេកុំឲ្យវាលួយឬក៏ឆ្អិនជ្រុលពេកអញ្ចឹងណាបងប្អូនដោយសារយើងត្រូវការឆាម្តងពេលបងប្អូនហើយចំពោះឆាខាត់ណានេះដែរបងប្អូនតោះតែស្រស់មិនឆ្ងាញ់តែយើងអត់បានស្រស់ទេឆាយកតែម្ដងក៏អត់សូវឆ្ងាញ់ដែរហើយត្រឡប់មកត្រង់នេះវិញខ្ញុំមកធ្វើការឆាសាច់បងប្អូនខ្ញុំបានដាក់ខ្លាញ់ឲ្យក្តៅអញ្ចឹងទៅបងប្អូនខ្ញុំចាក់ខ្ទឹមចិញ្ច្រាំយើងចូលអញ្ចឹងណាបងប្អូនវាឡើងកន្លានតិចទៅនេះខ្ញុំចាក់សាច់គោចូលបងប្អូនចំពោះសាច់គោនេះដែរយើងឆាយូរពេកក៏អត់ឆ្ងាញ់ដែរបងប្អូនវាធ្វើឲ្យសាច់វាស្វិតវាអត់ជាតិអញ្ចឹងបងប្អូនចាត្រង់នេះយើងឆាចូលពី3ត្រឡប់ហើយចាក់ទឹកដែលយើងលាយមុននឹងចូលអញ្ចឹងបងប្អូនហើយយើងកូរវាជុំបន្តិចទៅបន្ទាប់មកនេះខ្ញុំធ្វើការដាក់ជាមួយប្រេងខ្យងបន្តិចផងដែរបងប្អូនបន្ទាប់មកនេះខ្ញុំឆាជុំចូលគ្នាឲ្យសព្វហើយយើងទុកវាឲ្យពុះបន្តិចអញ្ចឹងណាបងប្អូនបានហើយនឹងខ្ញុំធ្វើការដាក់ជាមួយនឹងស្លឹកខ្ទឹមចូលតែម្ដងបងប្អូនហើយយើងឆាវាត្រឡប់បន្តិចទៅយើងលើកឡើងសិនណាបងប្អូនចំពោះត្រង់នេះគឺជាតិចនិចមួយដែលខ្ញុំឆាអញ្ចឹងណាបងតិចនិចត្រង់នេះដែរនឹងខ្ញុំឆាផ្នែកសាច់ផ្សេងបន្លែផ្សេងអញ្ចឹងណាបងប្អូនបើកាលណាយើងឆាសាច់ហើយយើងចាក់បន្លែយកតែម្ដងគឺវាអត់សូវឆ្ងាញ់បងប្អូនដោយសារតម្រាំតែបន្លែវាចូលជាតិសាច់គោវារៀងឆ្អិនជ្រុលពេកអញ្ចឹងណាបងប្អូនវាទៅជារៀងស្វិតវិញកាលណាយើងចាក់បន្លែហើយយើងឆាទៅយើងឆាប់លើកឡើងពេកបន្លែវាអត់ចូលជាតិល្អទេអញ្ចឹងទៅក៏អត់ឆ្ងាញ់ដែរបងប្អូនដោយសាររសជាតិរៀងសាច់ផ្សេងបន្លែទៅផ្សេងអញ្ចឹងណាបងប្អូនចាហើយត្រឡប់ត្រង់វគ្គនេះវិញនេះខ្ញុំឆាផ្នែកបន្លែម្ដងបងប្អូនចានឹងខ្ញុំរំលឹងខ្ទឹមឲ្យឈ្ងុយហើយនឹងខ្ញុំចាក់ជាមួយទឹកសដែលយើងលាយមុននឹងចូលអញ្ចឹងបងប្អូនហើយទុកវារៀងពុះទៅយើងធ្វើការចាក់បន្លែចូលអញ្ចឹងណាបងប្អូនចាហើយចាក់បន្លែចូលហើយយើងធ្វើការកូរយើងជ្រុំវាឲ្យសព្វល្អអញ្ចឹងណាបងប្អូនយើងផ្ងំបន្តិចទៅបងប្អូនយើងមើលតាមជាក់ស្ដែងអញ្ចឹងណាហើយបងប្អូនអាចភ្លក់បន្លែមើលបានថាវាល្មមនឹងរសជាតិយើងចូលចិត្តនៅអីនៅអញ្ចឹងណាបងប្អូនហើយបន្តមកយើងធ្វើការចាក់សាច់ចូលតែម្ដងបងប្អូនចាហើយបន្តមកបងប្អូនបើសិនជាដួសដាក់ចានចាក់សាច់យកក៏បានដែរអញ្ចឹងឯងបងប្អូនចាក់ឲ្យជ្រុំចូលគ្នាមកត្រឡប់ទៀតទៅគឺរួចរាល់ហើយបងប្អូនតែប៉ុណ្្នឹងណារសជាតិបន្លែហើយនឹងសាច់គឺថាមានជាតិឆ្ងាញ់មែនទែនបងប្អូនគឺខុសពីយើងឆាម្ដងអញ្ចឹងណាបងប្អូនតែពិតទៅកាលមុននេះខ្ញុំក៏អត់បានឆា2តង់ដែរបងប្អូននេះខ្ញុំឆាតែសាច់ហើយចាក់បន្លែយកលាយគ្នាអញ្ចឹងណាបងប្អូនប៉ុន្តែរសជាតិវិញគឺថាអត់ឆ្ងាញ់ដូចអញ្ចឹងទេបងប្អូនដោយសារសាច់យើងឆាយូរទៅដើម្បីឲ្យបន្លែមានជាតិណាបងប្អូនអញ្ចឹងទៅសាច់វារៀងស្វិតបន្តិចប៉ុន្តែបើយើងឆា2តង់បែបហ្នឹងបងប្អូនសាច់ក៏នៅមានជាតិហើយជាមួយនឹងបន្លែក៏មានជាតិឆ្ងាញ់ដែរហើយចំពោះបងប្អូនដែលចង់ញ៉ាំសាច់គោដែលអត់សូវឆ្អិនខ្លាំងបងប្អូនអាចលៃលកទៅតាមចំណង់ចិត្តទៀតបានអញ្ចឹងណាបងប្អូនមុខម្ហូបខ្លះបងប្អូនវាដូចគ្នាមែនប៉ុន្តែបើកាលណាយើងដូរតិចនិចនៅក្នុងការធ្វើវាតិចតួចអញ្ចឹងណាបងប្អូនវាអាចបង្កើនរសជាតិមុខម្ហូបមួយនោះឲ្យកាន់តែឆ្ងាញ់ថែមទៀតផងដែរបងប្អូនអូខេសម្រាប់វីដេអូរបស់នេះខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណ